เนี่ยดังจูนบ้องมันจ้าบริให้ก็มันเนี่ยกูพลังอะไรได้บ้องบริมวยทมนะมันจะแต่โลเคชั่นให้เลยตูซับเตแต่ก็มันจังเลือกเตี้ยก็เลยอาจดังทับเตี้ยบ้องในจุงนาในพลังนาเพลโจตามไกลนาโจเตยพลกบกเตยวิจอมเตี้ยบ้องเตนะบ้องนะจังบ้องช่วยเมตตาจะเมียบไอ้บ้านจะบ้านมาบ้องให้บ้องออเดอร์เขาคนไอ้ยังมันท่าเตี้ยบ้องจำโยคนไอ้กันยังมันท่าได้บ้องออเดอร์ไอ้เนี่ยเซ็งโฮไอ้เนี่ยเซ็งเนี่ยก็บ้องบ้านจะเมียบแกดังจะตัดดอเตี้ยซัวเธอมิงเมียงคลีชิมาโตรอลังมาจ่ายมาจอนตนอมแต่รอเคยตัดดอเนี่ยตัวทำดังเตะหัวตะไปไอ้เมอร์เล็กมาดองท่าสกอร์มาดองทำสกอร์มาดองท่าดังมาดองทำดังเจ้าบ้องออเดอร์ให้แผลเนี่ยพองตะทักเอาออเดอร์สั่งไปเอานี่ทำมือแต่ออเดอร์เจียนไปเอาเลย สุดสัปดาห์บองថ្ងៃនេះថ្ងៃអាទិត្យទី17ហើយបងថ្ងៃនេះខ្ញុំចេញពីព្រឹកដូចរាល់ដងបងឲ្យសង្ឃឹមថាថ្ងៃនេះរកបានច្រើនខុសពីថ្ងៃធម្មតាដោយសារថ្ងៃនេះជាថ្ងៃអាទិត្យហើយថ្ងៃនេះបងចង់ដឹងថាខ្ញុំរកបានប្រមាណតាមដានវីដេអូនេះទាំងអស់គ្នាបងឥឡូវខ្ញុំជិះមកដល់ហាងកាហ្វេហើយជាប់2បងជាប់គ្នាបងថ្ងៃនេះអញ្ចឹងខ្ញុំសូមចូលទៅយកកាហ្វេសិនបងកាហ្វេបងបាទគុណបងភ្ញៀវទី1ដាក់រួចហើយបងឥឡូវដឹកទៅឲ្យភ្ញៀវទី2សិនភ្ញៀវទី2ក៏នៅចិត្តនេះដែរទេបងរំលងស្ពានអាកាស5មករាបន្តិចតាមពិតទៅបើសិនជាដឹក2បងក្នុងពេលតែមួយអ្នកដឹកពួកខ្ញុំដូចជាអត់សូវសប្បាយចិត្តប្រហែលទេបងព្រោះភាគច្រើនភ្ញៀវទី2ក៏រងចាំយូរបងអញ្ចឹងនៅពេលដែលដឹកទៅដល់គាត់អាចនឹងគាត់អត់សប្បាយចិត្តហើយពេលខ្លះភ្ញៀវខ្លះគាត់អាចនឹងបន្ទោសយើងទៀតបងបាទអរគុណបងមិញចូលកាហ្វេប្រោននៅមុខ IFL បងមកទឹកល្អឥឡូវមកដល់កន្លែងភ្ញៀវឯងបងពេលព្រឹកអត់សបោ Express សោះអែបខ្ញុំសបោតា Food មួយជើងនេះបានតែ2004ទេបងអើយចាប់បណ្ដោយបាទបងបាទអរគុណបងដាក់កាហ្វេរួចទេបងឥឡូវទៅរកបងថ្មីបន្តទៀតបងមានបាន Booking Express ហ៎បាទតែប៉ុណ្ណឹងណាបាទដឹកនំប៉័ងនេះទៅ GA Tower បងនៅកោះពេជ្របងនេះឆ្ងាយគួរសមបងព្រឹកនេះចម្លែកបងនៅផ្សារដំកល់ឡើងឆ្លាស់អត់មានអ្នកលក់សោះថ្ងៃធម្មតាមិនបាច់ជិះទេស្ទះណាបងអើយសបោតរម៉កម៉ូតូឡានសាំយ៉ុងធំដឹកអីវ៉ាន់ចូលបងតែព្រឹកនេះឡើងតលាយបងបាទអរគុណបងទី3រីករាល់ហើយបងឥឡូវទៅរកបងថ្មីបន្តទៀតសិនជីពីកោះពេជ្រមកដល់កម្ពុជាក្រោមបងបានមានបងដឹកឥឡូវចូលហើយពីបងជាប់គ្នាទៀតបងមិនដឹងចំណេញឬខាតទេបងជីពីកោះពេជ្រមកដល់កម្ពុជាក្រោមបានមានបងដឹកអត់អីបាទឥឡូវខាងហាងធ្វើមកហូបរួចហើយបងទើបតែរៀបចំរួចយ៉ាប់មែនបងមកចតបាំងផ្លូវចេញចង់រួចទុកតែច្រឡោគ្នាចេញតែមិនតិចមកអស់ចិត្តដែរឃើញអត់ឥឡូវវាឆ្លាក់លេខបដ ாய் ទៅចង់ឲ្យទៅតែវាទេបងហើយថ្ងៃនេះអារម្មណ៍អត់សូវនៅក្នុងខ្លួនសោះបងចេះតែភ័យបងនៅក្នុង TikTok គម្រាមខ្លាំងណាស់ព្រាមចេះគម្រាមចុះមួយថ្ងៃទៅខឹងខ្ញុំធ្វើអីបងអើយក្រុមហ៊ុនខំជួល BA ជួលអ្នកថត spot អស់រាប់ម៉ឺនរាប់ពាន់បងនៅខឹងខ្ញុំអ្នកដឹកមកពីណាមកពីណាមិញអញអត់ស្រ័យប្រាប់ខ្ញុំហ្មងមើលខ្ញុំច្រឡំខ្ញុំដឹកពីបងអូនេះបងមានស្អីគ្នាចាបាទអរគុណមកយើងទី2ខំ20បងទេទៅគាត់លើកឥឡូវគាត់ចេញចូលខកគោបងបាទអរគុណបងអង្គុយមកសតោះឥឡូវចូល Express មកបងទៀតហើយបងនៅតំបន់នេះសបោតាអីវ៉ាន់ឡានទេបងអូមានបងក្រេបនៅឈរចាំមុនបដ ாய்ខ្ញុំមកក្រោយវាំងណាគេក្រោយវាំងខ្ញុំហ្នឹងហើយបងក្រោយវាំងក្រោយជួននេះល្អមែនលោកអើយ ឌីខ្ញុំឡើងលៀងឡាន BT ក្រោយវាំងបាទអូឈ្មោះគាត់ BT ក្រោយវាំងមកអូខេបងបាទដាក់មុខបានទេបងដាក់បានបាទស្រាវណា
ទឹកដៃrồiរៀងទឹកដៃតិចបានធ្ងន់ ដល់ហើយមកបងរកអ្នកទទួលអត់ឃើញសោះនេះអទៅគាត់អត់លឿងមក ចាំតិចបងដាក់ណាមកចាំខ្ញុំលើកអស់អូនេះសេវាអស់ 6,500 បងដល់ណាបងអូអរគុណណាស់មិនទាន់គ្រប់ទេអត់ត្រូវទេចប់បាត់ហើយបងអើយមកឡើងកន្លះម៉ោងហើយខលអត់លើកសោះនេះសំខាន់ជាប់ express មកបងតទៀតនេះតែមិនឈ្មោះបងទេបងអូបងអស់មែន 6,400 បងអូខេអរគុណបងបាទដាក់ឲ្យភ្ញៀវរួចទេបងទៅរកមកបងបន្តទៀតបងតាំងពីចេះដឹក Procolin Pizza មកទំលើកទី1បងថ្ងៃនេះរៀងលឿនខុសពីធម្មតានេះអូយទៅលឿនជាងមានកម្លាំងចិត្តដឹកហ្នឹងបងឥឡូវមកដល់កន្លែងភ្ញៀវហើយបង Grab delivery អូនដំបូងខ្ញុំគិតថាចាំនៅពេញហួតបឹងស្នោដែរតែខ្ញុំខ្ជិលចាំដោយសារតែមានតែដឹកនៅនឹងច្រើនណាព្រោះភាគច្រើនភាគតិចដែលមានបងជាប់មកវិញឥឡូវមានតែជីមកចូលបឹងកងវិញមិនកើតព្រោះប្រចាំនៅពេញហួតបឹងស្នោភាគតិចមកដែលមានបងឡើងមកវិញព្រោះសបូរនៅនឹងសបូរអ្នកដឹកច្រើនណាបងអញ្ចឹងកុំឲ្យខាតពេលសុខចិត្តខាតសាំងខ្ញុំសុខចិត្តជីឡើងមកបឹងកងវិញឥឡូវមកដល់កោះពេជ្រឯងបងឆ្លងស្ពីនឲ្យតែយើងជីដល់បឹងកងខ្វះបងដឹកទេបងអូកន្លែងkiaបងជីឌីវីតជួយយកមួយមនុស្សដូចបុនកឋិនដល់កមួយសម្រងជួពីនេះទៅទៅដល់មនុស្សទី36សុំមួយបាទសុំមួយបងបងសុំមួយបងបាទអូហ្នឹងហើយបាទអូខេអរគុណបាទចោតអូនេះណាបងអត់មានចោតអូទេបងសុំមួយបងអូមនុស្សច្រើនសុំមួយបងសុំមួយអូបងជាវិទ្យកដល់កហេងបងហេងមុខផ្ទះបងជាដាវីតមនុស្សច្រើនណាបងសបោមនុស្សដូចបនកឋិនល្បីតគ្នាចាប់បានត្រូវទូរស័ព្ទ iPhone iPad ម៉ូតូ Vespa មាសហើយត្រូវរបស់គាត់មែនបងអញ្ចឹងឲ្យបានភ្លុកទឹកភ្លុកដីមកអូយដល់កមនុស្សដូចបនកឋិនអញ្ចឹងបងអូយប្រអប់35រៀលបងអ្នកគ្រូគាត់កំពុងជាប់ប្រជុំមកគាត់ឲ្យទុកនំប៉័ងនៅនឹងបងបាទខ្ញុំថតឲ្យគាត់អញ្ចឹងมันអត់ចេញមកយកអញ្ចឹងទុកនេះហ៎បងបាទអូខេចាំតិចបងសុំឆែកនេះសិន11600បងសុំបានមួយទុកបាទអរគុណបងបាទបងភ្ញៀវឲ្យធីបបងចំណេញបងជើងនេះអាសៀលមិនទាន់ឥឡូវចាប់ដើមស្ងាត់បងទៀតហើយបងអើយអូឃើញហើយមិនជីពោះបាយបើយើងអត់ទិញតាមមុខរោងចក្រទេបាយស្វាយ4000 5000បានហូបមានតែត្រីកតុយរឹងហ្នឹងបាទអូអត់មានដៃមានទូកមើលឃើញមិញអានេះងៀតទេបាទត្រីកតុយរឹងមួយបាទត្រីអានេះត្រីកំមុងហ្នឹងមិនរឹងអានេះស្ងាត់ជាង
អារឹង អានឹងមួយបានបាទ អាហ្នឹង2000ណា សុំបាយមួយហ្នឹងបាទ គេខំ2000អាចខាងហ្នឹងមកទៅ1000ដែរអូនបាយថា500ណា អញ្ចឹងឲ្យទីនោះបាទបាយមកកញ្ចប់គាត់លក់តែ500មកស្មើនឹង1000 គេយកជ្រក់នឹងឲ្យមួយដែរចាយកជ្រក់នឹងមួយដែរ បាត់3000បាទ បាទ បាទ 2000 3000អូន បាទ 2005ណា អេ3000ដែរ ណា3000 អើយយ៉ាង អីនេះត្រូវទៅអូននេះ អូត្រូវណាបាទ អូនយកអីនេះ បាទបងអញ្ចឹងរកកន្លែងហូបបាយសិនលឺម៉ោងហូបបាយហ៎ចិត្តម៉ោង1មិនទាន់បានហូបបាយនេះអូកន្លែងហូបបាយសិនបងពលអូចិត្តបាទអរគុណបងបងនេះបានធីប900បង ចប់បាត់ហើយបងអើយជិះម៉ូតូឡើងចុកគូតមិនព្រឹករត់តែ10រៀលមិនបានសោះដើមឡើយគិតថារកបានបើជាវារកមិនបានជិះឡើងក្លុកពេញទីក្រុងនេះខំជិះគេទៅគេមកឥឡូវមកដល់ផ្លូវកន្លែងដើមវិញមកដល់អាផ្លូវនេះអាផ្លូវច្រកតូចបងណាដែលនៅម្ដុំទលេបាសាក់ប្រហែលជាស្គាល់ទេផ្លូវហ្នឹងជិះពេលយប់អីព្រឺខ្នងស្ងាត់យកតែមែនតែនរដងអីម៉ោង1ម៉ោង2បាន10រៀលជាងតែថ្ងៃនេះអត់ចប់តែម៉ោងបងខំសង្ឃឹមថាថ្ងៃអាទិត្យរកបានច្រើនណាស់ប្រហែលជាថ្ងៃហ្នឹងត្រូវថែមម៉ោងទៀតហើយខ្ញុំបើអត់ថែមម៉ោងទេចប់ហើយប្រហែលជារកមិនបានទេអាចនឹងនៅដល់ម៉ោង10អីបងប្រហែលបើសិនជាអត់ប្រែប្រួលទេដឹងតែនៅម៉ោង10ហើយខ្ញុំទេបងដល់ល្មមបងមិញស្មានតែភ្ញៀវក៏ដាក់ទីតាំងខត់ឥឡូវត្រូវហើយ12100បងសើចបាច់បាយទៀតគុណបងអឺង Express មកបងទៀតហើយ13000ទៅដល់ណា13000នេះទៅគីឡូលេខ6អូស័យស័យកែវដល់ស័យកែវញាក់សាច់បងតោះទៅយកបងទាំងអស់គ្នាបងអើយញ័រសាច់បានថ្លៃញ័រសាច់បងដាក់មុខបានទេបងបានបងបានអត់អីបាយចានេះ អូបាទ តែមកកេះហ្នឹងឯងបង បាទអរគុណបង ចាអរគុណបង តាមពិតទៅដាក់ក្រោយក៏បានដែរបងតែដាក់មុខទៅវាស្រួលដឹកដាក់ក្រោយទៅវារឿងយល់ដោយសារតែប្រេងខ្យងឯណាមួយប្រអប់វារឿងធំផងអញ្ចឹងដាក់ទៅវាពិបាកដឹកដាក់ខាងមុខទៅស្រួលដល់កន្លែងភ្ញៀវហើយបងឥឡូវចុចកណ្ដឹងឲ្យគាត់មួយសិនផ្លូវចូលគាត់រៀងពិបាកបន្តិចដែរផ្លូវវាតូចនៅក្រោយផ្លូវជាសភារាបងអញ្ចឹងរៀងពិបាកចូលបន្តិចហ្នឹងបងដាក់មុខតាមមួយមុខចេះក៏បានដែរបងកើតដែរបងបានតាមិនបិទចាំមែនបាទអូតែថាអញ្ចឹងវាពិបាកវាអត់ជាប់ដែរចុះនេះបងថាចាំបិទតាអូអានេះគឺទៀតណាបាទនេះមិនទីទេណានៅទូចិនហ្នឹងបងឡានតាក់ស៊ីអត់នៅឲ្យមុខខ្លួនណាបាទចាំមើលឲ្យបាយសិនជួយឲ្យខ្ញុំមកចាំខ្ញុំបាញ់ឲ្យអូខេបាក់ណាបងបាទដាក់ជីហើបាត់មកបាយបាត់ដាក់ចាំបរិយខតិច
express មួយជើងនេះគ្មានគោដៅឯងបងគាត់ដាក់ឲ្យយើងដើររកតាក់ស៊ីនៅមុខពលានអីវ៉ាន់នេះដាក់ដល់កំពង់សោមបងព្រមដាក់អីវ៉ាន់ហើយចង់ស្គួតយកផ្លូវដល់កផ្លូវបងអើយផ្លូវចិត្តតំបន់សេដ្ឋកិច្ចពិសេសជួយផ្លូវអូចេញមកនឹងបោកទីតាំងនេះតាមទីតាំងនេះកើតទេចូលដល់សេដ្ឋកិច្ចពិសេសកាបូលហើយបងភ្ញៀវក៏នៅក្នុងរោងចក្រខោទឹកនោមដល់ល្មមបងអូខ្ញុំជីមកនឹងដៃថាអត់មានឃើញមកទ្វារផងខ្ញុំបត់ទៅវិញបាទគុណបងភាគច្រើនឲ្យតែជីមកដល់កាបូលបងកម្រមានបងជាប់ទៅវិញហើយភាគច្រើនខ្ញុំជីទៅទេរហូតដល់ចំចៅហើយបាទមានបងមកវិញជួនកាលទៅដល់ធូកាហ្វេជាប់ express ឬក៏ជាប់ food ជីមកកាបូលវិញទៀតក៏មានដែរដឹកអញ្ចឹងអត់ចំណេញទេបងយើងជីទៅដល់ហើយទៅមកខាតតែថ្លៃសាំងមិញខ្ញុំជីពីកាបូលមកដល់នេះមុខវត្តចំពោះវ័នឥឡូវទាញទៅយកខ້ອຍនៅគួរស្រូវហើយដឹកទៅកាបូលវិញទៀតជារាងនេះជាទៅឲ្យមកឲ្យទៅអត់អីទេបងធ្វើម៉េចអ្នកដឹកតែប៉ុណ្ណឹងទៅយកបង2គីឡូជាងបូក600រៀលអត់អីប៉ុណ្ណឹងក៏លុយដែរតែក៏អត់បានទេអញស្មានរបស់ខ្ញុំមិញបាទបងចាំនេះបងបាទបងបាទជិះមកដល់ជ័យក្រុងហើយបងជិះមកដល់ជ័យក្រុងហើយមានអីធ្វើអ្នកដឹកស្រួលមួយយ៉ាងមែនទេជិះម៉ូតូដើរមើលឃើញគ្រប់ទីកន្លែងទាំងអស់បងវាលស្រែវាលស្រូវជិះចូលតាមភូមិគ្រប់កលៀនកន្លោះចូលទាំងអស់និយាយរួមឲ្យតែភ្ញៀវកំងដល់ណាគឺដឹកទៅដល់ហ្នឹងបងឥឡូវនៅប្រហែលជា2គីឡូទៀតខ្ញុំដល់កន្លែងភ្ញៀវហើយបងហើយសំខាន់គឺគាត់ផ្ញើសារថាគាត់ដាក់ទីតាំងខុសទៀតអាម៉េចអាម៉ានេះលើហ្នឹងមិនដឹងថាជិះទៅត្រូវឬអត់ទេនេះហើយផ្លូវនេះជាលើកទី1ដែលខ្ញុំជិះមកដល់វាមិនដឹងថាត្រូវឬក៏ខុសទេក្រោយវត្តភ្នៀតបងស្គាល់វត្តភ្នៀតទេឥឡូវមកដល់កន្លែងទីតាំងកន្លែងគាត់ដាក់ set location ហើយបងឥឡូវ call ទៅគាត់សិនទីតាំងមកខុសទីទួចមិនអីទេសម្រាប់ខ្ញុំអត់បញ្ហាទេឲ្យតែភ្ញៀវគាត់ព្រមយកភេទជ្ជៈឲ្យគាត់កំងទៅបានឥឡូវតាក់ទងទៅគាត់អត់លើសោះបងមិនដឹងថាធ្វើមិនទេនេះតែអីទេខ្ញុំព្យាយាមទៅគាត់បន្ថែមទៀតបងរកគាត់ឃើញឯងបងគាត់ដាក់ទីតាំងខុសឡើង1គីឡូជាងបើសិនជាគាត់ set location នៅក្នុងសាលានេះក៏រកឃើញដែរតែគាត់អត់ដាក់បាទខ្ញុំមកដល់មុខសាលាបតនាទៀតបាទបែងចាំនៅមុខសាលាណាបងចាំខ្ញុំឲ្យគេចេញទៅយកពីបែងក៏បានដែរបងអូខេបាទចានេះវាយទៅផ្លូវនេះដើមឈើនេះទៅត្រង់នេះវងមូលនេះបត់ទៅត្រង់រហូតឃើញលបងពណ៌សបត់ឆ្វេងបត់ស្ដាំបន្តិចទៅត្រង់ឃើញប្រាស់2អញ្ចឹងខ្ញុំអត់ដឹងមកលើកទី1ឡើយនេះអូខេបាទអត់អីទេបងអរគុណបើទៅផ្លូវដូចខ្ញុំប្រាប់ហ្នឹងទៅឲ្យទៅយ៉ាងណាបងអើយខុសឡើង1គីឡូជាងរយយ៉ាងណាក៏រមឃើញដែរហ្នឹងហើយមិនមកឃើញមកទៅតាមវងមូលបាទត្រង់ឲ្យបត់តិចឃើញទេដល់មុំគុណឥឡូវជាប់មកបងទៀតហើយបងពីពេញហូតបឹងស្នោទៅតាខ្មៅបងគោសំបាន14000ជើងនេះជាតិបងខ្ញុំលឺរឿងនោះខ្ញុំខ្លាចហ្មងបាទខាខុសលេខខុសអីបាទអីមកអើសេវាខាងគាត់ទេបងបាទមកឥឡូវមកដល់ចាក់អង្រែក្រោមហើយបងមេចាប់ដើមងឹតបដ ாய் ដំបងខំសង្ឃឹមថាជិះមកដល់
តែខ្មៅដាក់អីវ៉ាន់រួចអាចនឹងមេឃភ្លឺតែប្រហែលជាទៅដល់តែខ្មៅអាចនឹងងឹតឯបងព្រោះឥឡូវមេឃចាប់ដើមទៅបដាហើយពេលល្ងាចរៀងស្ទះបន្តិចបងវាអត់សូវស្រឡះដូចពីព្រឹកតែអត់អីទេបងចិត្តដល់កន្លែងភ្ញៀវហើយដល់រង្វង់មូលតែខ្មៅហើយបងមេឃចាប់ដើមងឹតមែនតើនេះពីបឹងស្នោមកតែខ្មៅមានចិត្តឯណាមេឃងឹតមកដល់រង្វង់មូលតែខ្មៅល្មមបងនេះប្រហែលជាបងចុងក្រោយហើយដែលខ្ញុំត្រូវដឹកបើសិនជាអត់មានបងឡើងទៅពេញវិញទេខ្ញុំនឹងអាចបិទអេពីនេះហើយខ្ញុំជិះទៅដល់ផ្ទះបងព្រោះបើសិនជានៅចាំយូរកន្លែងនេះវាសម្បូរតែ food ហើយដឹកទៅក្រោយវិញមកដល់ផ្ទះភ្ញៀវហើយបងហើយរកតម្រាំតែឃើញបងដាក់អីវ៉ាន់រួចទេបងហើយតម្រាំតារកកន្លែងគាត់ឃើញអត់ហ៎កាហ្វេយកកាហ្វេឲ្យភ្ញៀវហ្នឹងដល់ចេញមកកូនកំមុំក្រោយដាក់តកឲ្យគាត់រួចទៅហើយព្រោះខាងហាងគាត់អត់ដាក់ឲ្យអត់អីទេបងចាំខ្ញុំដាក់ឲ្យអត់បញ្ហាទេចំពោះអ្នកដឹកឲ្យតែខ្ញុំអត់ជាប់បងខ្ញុំដាក់ឲ្យបងមកស្អាតដឹកប្រហែលឆ្នាំហើយទៅលើកទី1នេះដឹកប៉ះកូនកំមុំអត់ដែរអញ្ចឹងទេខ្ញុំលើកទី1ជូនពរបងឲ្យស្រឡាញ់គ្នាដល់ចាស់កោខ្នងបងសំខាន់ឲ្យធីបអូនទៀតអរគុណបងអូបាទបងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងពីម៉ោង6ជាងរហូតដល់ម៉ោង8យប់ហើយថ្ងៃនេះខ្ញុំបាន 23.74 សេនបងចំនួនលុយនេះអត់ទាន់គិតថ្លៃសាំងហើយនិងថ្លៃបាយហូបល្ងាចទេបងចំពោះថ្លៃសាំងហើយនិងថ្លៃបាយហូបល្ងាចខ្ញុំចំណាយសុំដកអស់ 20,000 ទៀតអញ្ចឹងរយៈពេល10ម៉ោងជាងខ្ញុំសល់ $18.74 សេនបងសម្រាប់ចំណូលប៉ុណ្ណេះបងគិតយ៉ាងណាដែរបងគិតថាច្រើនឬក៏បានតិចតែខ្ញុំគិតបងមួយភាគធំប្រកាសជាគិតថាខ្ញុំអាចនឹងរកចំណូលបានច្រើនតែធៀបពិតអត់ទេបងរយៈពេល10ម៉ោងជាងនៅលើម៉ូតូសុទ្ធបងស្ពឹករយសពូនដៃជើងអស់ហើយអាចនឹងប្រឈមការរឹសដុំបានទៀតបងហើយចំណូលដែលរកបានថ្ងៃនេះគឺសន្សំទុកធ្វើម៉ូតូនៅថ្ងៃក្រោយបងជាចុងក្រោយសម្រាប់បងអ្នកថ្មីដែលមិនទាន់បានជួយចុច Subscribe Channel របស់បងសូមមេត្តាបងជួយចុចម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យបងមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងបងជួបគ្នានៅអេពីសូតក្រោយបងអរគុណ